dươngចូលដល់វិធីរករឹសគូបនៃចំនួនខាងក្រោមចឹងយើងដល់លេខរៀងអក្សរង x គូបស្មើនឹង343ចឹងយើងចង់ទាញរកតម្លៃ x គឺយើងពាក់រឹសគូបឲ្យ343រឹសគូបគឺជា radical ដែលមានសន្ទុះ3អញ្ចឹងយើងពាក់ឲ្យ343ហើយយើងលើក343នេះយកស្វ័យគុណ3ចឹងយើងអាចលើកបាន7ស្វ័យគុណ3ឬក៏ហៅថា7គូបចឹងយើងអាចចេញមកក្រៅបាន7ដូចនេះតម្លៃ x ស្មើនឹង7ចំពោះរឹសគូបគឺយើងមានចម្លើយតែមួយទេគឺយើងបាន x ស្មើ7ដល់លេខរៀងលំហាត់អក្សរចគឺយើងបាន x គូបស្មើនឹង216គឺរបៀបរកគឺដូចខាងលើដែរគឺយើងទាញយក x យើងពាក់រឹសគូបគឺជា radical ដែលមានសន្ទុះ3យើងពាក់ឲ្យ216បន្ទាប់មកយើងលើក216នេះឲ្យបានស្វ័យគុណ3ដើម្បីចេញមកក្រៅ radical អញ្ចឹងយើងបានជារឹសរបស់គូបចឹងយើងលើក216នេះមករកដើម្បីដឹងថាតើវាលើកបានប៉ុន្មានស្វ័យគុណ3អញ្ចឹងរបៀបរកគឺយើងយកវាមកចែកជាកតាបធម្មណាហៅថាចែកកតាបធម្មអញ្ចឹងចំនួន216យើងចែកដាច់នឹង2គឺយើងចែកនឹង2មកយើងបានកាត់យកម្ដងមកខ្ទង់យើងយក2ចែកនឹង2បាន1អញ្ចឹងយក1ចែកឲ្យ2បាន0អញ្ចឹងនៅសល់1យើងអាចគុណពីក្រោមឡើងទៅលើក៏បានដែរយើងយក2គុណនឹង1ស្មើ2នៅ2គុណនឹង0ណា0សង1នៅសល់1 1មកផ្គុំនឹង6ក៏16អញ្ចឹង8យើងដាក់បាន8យើងយក2មកគុណនឹង8បាន16ដាច់អញ្ចឹងយើងបាន108យក108យើងចែកនឹង2បន្តទៀតគឺយើងចែកមកបាន54ហើយ54អាចចែកនឹង2ដាច់អញ្ចឹងយើងចែកនឹង2បន្តទៀតយើងយក54មកចែកនឹង2មកយើងចែកទាំងដុំក៏បានដែរយើងយក54ចែកឲ្យ2មកយើងបាន27ប៉ុន្តែអ្នកគ្រូធ្វើគឺយកចែកម្ដងមកខ្ទង់អញ្ចឹងយើងអាចគិតចែកទាំងដុំបានអញ្ចឹង27យើងចែកនឹង2ទៀតចែកអត់ដាច់ទេយើងដូរលេខគឺយើងចែកជាមួយនឹង3 27ចែកដាច់នឹង3ចឹងយើងចែកមកយើងបាន9ណា27ចែកនឹង3បាន9អាចចែកនឹង3ដាច់ចឹងយើងចែកនឹង3បន្តទៀតយក9ចែកឲ្យ3គឺបាន3ហើយ3អាចចែកនឹង3បន្តទៀតបានយើងចែកនឹង3ទៀតមកបានម្នាក់1ចេះតែដល់1គឺអស់ហើយមានន័យថាយើងចែកអស់ហើយឥឡូវយើងចាប់ផ្ដើមផ្ដុំវាដើម្បីយកជាគូបឬក៏យកជាស្វ័យគុណ3ចេះយើងចែកបានលេខ2មានចំនួន3យើងរើសលេខ2មានចំនួន3នេះយើងចែកគ្នាម្នាក់1យើងឲ្យម្នាក់មកកតាមកលេខ2ហើយនៅសល់លេខ3មានចំនួន3ទៀតយើងចែកគ្នាម្នាក់1ទៀតមកយើងបាន3ហើយយើងគុណ2និង3ចូលគ្នាគឺយើងបាន6គុណមកបាន6គុណមកបាន6អញ្ចឹងយើងប្រមូលផ្ដុំមកវិញគឺយើងលើកបានជា6ស្វ័យគុណ3អញ្ចឹងបានន័យថា216គឺស្មើនឹង6ស្វ័យគុណ3ឬក៏ហៅថា6គូបដូច្នេះយើងអាចចេញក្រៅបានដោយសារវាមានស្វ័យគុណស្មើនឹងសន្ទុះនៃ radical អញ្ចឹងចេញមកក្រៅបាន6ដូចនេះចម្លើយរបស់រឹសគូបគឺយើងមានតែមួយគត់ណាគឺ x ស្មើ6យើងចូលដល់លំហាត់អក្សរឆ x គូបស្មើ1000អញ្ចឹងចំនួន1000យើងងាយស្រួលក្នុងការលើកយកស្វ័យគុណ3ចឹងយើងទាញយកតម្លៃ x គឺយើងពាក់រឹសគូបឲ្យចំនួនលេខ1000បន្ទាប់មកយើងលើកលេខ1000ហ្នឹងឲ្យទៅជាស្វ័យគុណ3អញ្ចឹងយើងមើល1000វាមាន0ចំនួន3អញ្ចឹងយើងអាចលើកបានជាស្វ័យគុណគោល10អញ្ចឹងវាទៅជា10ស្វ័យគុណ3អញ្ចឹងយើងអាចចេញមកក្រៅបាន10ដូចនេះ x គឺស្មើនឹង10អញ្ចឹងចំពោះរឹសគៀបចម្លើយវាមានតែមួយទេអញ្ចឹងយើងអាចទាញបានចម្លើយដូចនេះ x ស្មើ10
បន្តមកដល់លេខរៀងអក្សរចូល x គូបស្មើដល់125ចឹងចំពោះឫសគូបបើគេឲ្យចំនួនមកអវិជ្ជមានយើងបានចម្លើយអវិជ្ជមានយើងទាញរក x គឺយើងពាក់ឫសគូបឲ្យដូចគ្នាយើងពាក់ឫសគូបឲ្យដល់125ចឹងរបៀបរកគឺយើងធ្វើដូចដែលអ្នកគ្រូប្រាប់លើកមុនណាយកវាទៅចែកជាកតាបធម៌មកគឺយើងអាចលើកបាន125គឺយើងដេញទៅជាស្វ័យគុណ3គឺយើងបាន5ណាអញ្ចឹងយើងដាក់សញ្ញាដកភ្ជាប់មកផងដើម្បីឲ្យជាចំនួនអវិជ្ជមានទៅវិញគឺយើងបានដក5ស្វ័យគុណ3ឬក៏ដក5គូបអញ្ចឹងយើងអាចចេញក្រៅបានដោយសារវាមានស្វ័យគុណស្មើនឹងសន្ទុះនៃរ៉ាឌីកាល់អញ្ចឹងចេញមកក្រៅបានដក5ដូចនេះចម្លើយរបស់ឫសគូបគឺស្មើនឹងដក5